Green Session បានមកដល់ហើយតើបងប្អូនទាំងអស់គ្នាមានគម្រោងនាំគ្រួសារនាំមិត្តភ័ក្តិឬក៏ក្រុមការងារទៅកម្សាន្តនៅទីណាដែរបាទនៅប្រទេសកម្ពុជាយើងបងប្អូនមានកន្លែងធម្មជាតិស្អាតពណ៌បៃតងច្រើនណានៅតំបន់ភ្នំតំបន់សមុទ្រទឹកជ្រោះហើយថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍បងប្អូនមកទស្សនាធម្មជាតិដ៏ស្រស់ស្អាតនៅលើផ្ទៃបឹងទន្លេសាបវិញម្ដងកំពុងប្រាក់លាក់ទន្លេសាបសូរិយាទុនទៀបផ្ទះទឹកក្លែងឃ្លោងអាត្រៀតផុតទៅទុកតូចរលោងជីវិតលើពងសណ្ដោងស្នេហាឥឡូវនេះខ្ញុំនាំអារម្មណ៍បងប្អូនមកទស្សនាឃុំផាត់សណ្ដាយនៅផាត់សណ្ដាយបងប្អូនទាំងអស់គ្នាអាចជិះទូកំសាន្តមើលផ្ទះប្រជាពលរដ្ឋនៅលើទឹកមកយល់ដឹងអំពីជីវភាពនៃការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅលើទឹកតើគាត់រស់នៅបែបម៉េចគាត់រករបរអីហើយខែភាសាគាត់រស់នៅយ៉ាងម៉េចហើយខែប្រាំងទឹកស្រកគាត់រស់នៅយ៉ាងម៉េចបាទហើយបងប្អូនក៏អាចទស្សនាជាមួយនឹងហ្វូងសត្វស្លាបជាច្រើនក៏ដូចជាទស្សនាបាទត្រីបាទតំបន់ត្រីពូជនៅផាត់សណ្ដាយនេះគឺថាច្រើនមែនតើបងប្អូនគ្នាប៉ុន្តែនៅទីនេះគឺហាមដាច់ខាតមិនឲ្យមានការបរបាញ់សត្វឬនេសាទត្រីក្នុងតំបន់អភិរក្សនោះទេហើយតំបន់អភិរក្សពូជត្រីផាត់សណ្ដាយនេះត្រូវបានការពារយ៉ាងតឹងរ៉ឹងបាទពីអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល FEC នៅទីនេះបងប្អូននឹងបានរីករាយជាមួយនឹងការបោះតង់បាទក្រោមម្លប់ព្រៃលិចទឹកគឺថាពណ៌បៃតងមួយស្អាតខ្លាំងណាស់បងប្អូននៅជុំវិញបឹងទន្លេសាបគឺស្រស់ស្រាយមែនទែនហើយបងប្អូនក៏អាចនេសាទត្រីបានដែរនៅក្រៅតំបន់អភិរក្សបើត្រឹមតែមកហូបបងប្អូនអត់ខ្វះត្រីហូបទេសម្បូរខ្លាំងណាស់បាទហើយអ្វីដែលកាន់តែពិសេសទៀតនោះបងប្អូននឹងបានទទួលអារម្មណ៍ប្លែកនៅពេលដែលថ្ងៃរៀបលិចក៏ដូចជាថ្ងៃរះផងដែរអង្គុយដកដង្ហើមស្រូបខ្យល់ធម្មជាតិបាទសម្លឹងទៅមើលថ្ងៃរៀបលិចនិងថ្ងៃរះគឺស្រស់ស្រាយខ្លាំងមែនទែនបាទបំភ្លេចបាត់អស់ទុក្ខទាំងពួងក៏ដូចជាការនឿយហត់បាទ stress ក្នុងការបំពេញការងារផងដែរហើយក៏សូមឲ្យបងប្អូនចូលរួមផ្សព្វផ្សាយទាំងអស់គ្នាពីទេសចរនៃប្រទេសកម្ពុជាយើងក្រោមពាក្យស្លោកទេសចរដើម្បីទាំងអស់គ្នាដើម្បីទេសចររីកលូតលាស់ក្នុងសន្តិភាពបុគ្គលម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់ផ្ទៃទន្លេសាបខាប់ភាំងញញឹមចិត្តបងសង្ឃឹមជួបស្រីមិនខាន